សម្រាប់សិលគ្រូខ្ញុំឈ្មោះលោកស្រុកណាមរបបបក្រុម S1 ចឹងខ្ញុំមកធ្វើការងារផលិតចំណុចទី4ចំណុចទី4នេះគឺយើងធ្វើការតេស្តទៅលើ command មានដូចជា command process របស់អស់នេះជាមួយនឹង command check នៅ business simulator ហើយជាមួយនឹង shortcut មួយចំនួនហើយអញ្ចឹងទៅនៅ command PS ទៅមកអញ្ចឹងរបស់ខ្ញុំតែនៅ command PS ហ្នឹងซึ่ง command PS ហ្នឹងគឺគេប្រើដើម្បី display current active process ហ្នឹងហើយបន្ទាប់មក command PS អញ្ចឹង PS ដក AUX ដាក់មកក្នុងហ្នឹងវាយតាមនោះចឹង command ហ្នឹងគេប្រើសម្រាប់find ទៅលើលក្ខណៈថាភាសាដូចដែលតកតងពី kernel process ហ្នឹងហើយអញ្ចឹង command ទី3គឺ map គឺក្នុង map ហ្នឹងគឺមាន option មួយចំនួនដែរដូចជា x map show detail អញ្ចឹងទៅ x ធម្មតា show more detail គឺមានច្រើនអញ្ចឹងហើយcommand map នេះគេប្រើសម្រាប់ចង់ថា map memory ហ្នឹងគឺថា memory map of process អញ្ចឹង command ទី4គឺ command top ចឹង command top នេះយើងប្រើដើម្បី display running process របស់យើងទាំងអស់ហ្មងចឹងអ្វីដែលឃើញហ្នឹងគឺគឺថា running process របស់យើងដែលយើងធ្វើក្នុងដែល run ហ្នឹងក្នុង command ហ្នឹងសម្រាប់ដើម្បី display running process ហើយអញ្ចឹងយើងឃើញថាវានៅ run រហូតដើម្បីយើងចង់ឈប់វិញគឺយើងទៅប្រើ shortcut control set នេះដើម្បីយើង stop កុំឲ្យវា run ច្រើនអញ្ចឹងយើងជួយ control set មកហើយមាន stop អាហ្នឹងអូខេហើយcommand បន្ទាប់គឺ command kill PID PID អូខេចាំផ្លែតអញ្ចឹងស្រាប់បន្ទាប់នេះគឺ kill off PID អញ្ចឹង PID ហ្នឹងយើងថយចង់បន្តវាសម្រាប់ទៅ kill process លេខ PID ដែលយើង mention ហ្នឹងអញ្ចឹងអ្នក PID នៅនេះថយចង់ kill លេខ2អញ្ចឹងទៅណា PID ដាក់លេខ2lênមកហើយទីថោនេះក៏វា kill បាន kill 2នេះហើយហ្នឹងហើយគេអញ្ចឹង command បន្តគឺ kill all proc kill all proc នេះគឺប្រើសម្រាប់ kill all process ដែលមានឈ្មោះជាការ process ហ្នឹងអញ្ចឹងដល់ពេលមក enter ទៅគឺថា process ហ្នឹងអត់មានអត់ found ហ្នឹងហើយអញ្ចឹងសម្រាប់ command នេះយើងមករកគឺសម្រាប់ list stop មួយក៏បែរតាមចប់ command top ហ្នឹងវា BG ហ្នឹងគឺយើងប្រើដើម្បី show នៅតែថា detail របស់បាន stop ហ្នឹងគឺខ្ញុំបាន stop top នេះមិននេះអញ្ចឹងដល់ពេលខ្ញុំ BG មកដល់ visual detail ថាខ្ញុំបាន stop ទៅលើ top ហ្នឹងចឹងបន្ទាប់ហ្នឹងគឺ FG វិញហើយcommand FG គឺលក្ខណៈថា command ហ្នឹងគឺ bring the most recent job foreground មកហ្នឹងហើយអូខេអញ្ចឹងបន្ទាប់មកយើងចូល stop វិញយើង control set វិញមកគឺ stop ហើយសម្រាប់ command FGN ហ្នឹងវាលក្ខណៈថា bring job into foreground លក្ខណៈថាN គឺជាលេខ PID នេះទូទៅហៅវិញខ្ញុំដាក់លេខ2ទៅមានន័យថាវាអត់មានចប់ដោយសារនៅក្នុងforeground លេខ2វាមានចប់មក show ទៅហ្នឹងហើយអញ្ចឹងសម្រាប់ process គឺចប់តាមហ្នឹងអញ្ចឹងចូលដល់ distribution ជាមួយ CPU RAM ម្ដងអញ្ចឹងខ្ញុំ clear ចោលសិនអត់មានច្រើនពេកអញ្ចឹងតែ command ដំបូង df.h គឺ command ហ្នឹងគឺយើងប្រើសម្រាប់ show space ដែលនៅ free នៅលើ mount file system របស់យើងនេះវា show មាន size មានស្អីចឹងឲ្យយើងមើលចឹងទៅហ្នឹងហើយទី2គឺ df.i នេះម្ដងគឺ df.i ហ្នឹងឡើងឲ្យវា show free in node នេះម្ដងនៅលើ file system កន្លែងហ្នឹងហើយវាទីនេះមានតែមួយវា show ទៅ free space ហើយទៅ show នៅ free node នេះហ្នឹងហើយមក fdis fc.1 អូអត់មានឈប់មិញខ្ញុំធ្វើឲ្យចំដាក់លេខ1សាកសិនមិនសិនបង
ចឹងថ្ងៃនេះវាដាក់ថា permission មិនដល់ចឹងខ្ញុំនិយាយថា open permission វាមិនអាចធ្វើការប្រើកម្មហ្នឹងបានចឹងដាក់sudo after this ដកmy password មកនេះចឹងយើងលក្ខណៈថាវាត្រូវការ permission សិនដើម្បីចូលទៅដល់មើលទៅនឹងលក្ខណៈថា party sensor ជាមួយ tab របស់វាបានហ្នឹងហើយមក command បន្ទាប់គឺ du ដក ចឹង command ហ្នឹងលក្ខណៈថាយើងប្រើសម្រាប់ display usage នេះដែលមាននេះហ្នឹងតែនៅរបស់វាហើយ command បន្ទាប់គឺ du ដក sh ម្ដង du ដក sh គឺ command ហ្នឹងលក្ខណៈថាវា show display all total disk usage នៅលើ system របស់យើងឥឡូវហ្នឹងគឺយើងបានប្រើលក្ខណៈថាវាលក្ខណៈ show current ទាំងអស់ហ្មងនេះ 130k ហ្នឹងហើយអញ្ចឹងសម្រាប់ command disk usage អីវាចាប់ប៉ុណ្ណឹងចូលមកដល់command ថ្មីបន្ទាប់គឺនេះ cat proc នេះម្ដងខ្ញុំ clear ចោលសិន cat proc search CPU info cat ហ្នឹងសម្រាប់ show ទៅលើ information របស់ CPU យើងឃើញចូលទៅនេះគឺ show ទិន្នន័យទាំងអស់មករបស់ CPU របស់យើងហ្នឹងហើយសម្រាប់ command ហ្នឹងហើយ command បន្ទាប់គឺ cat នេះម្ដងទៅតេស្តមក cat search info command ហ្នឹងយើងប្រើសម្រាប់ show ទៅលើ memory information ឬក៏ information របស់ RAM យើងហ្នឹងហើយទី1 show CPU information ហើយទី2 show memory របស់ RAM របស់យើងអូខេយ៉ាcommand បន្ទាប់គឺ free command free នេះគឺប្រើសម្រាប់ show លក្ខណៈថា memory របស់ swap usage ចឹងទៅនេះគឺជា memory តំណែងរបស់ memory ถ้าវាមាន use មក free មក share មកនៅមើលក៏ឲ្យបងបាននេះគឺ swap អូខេមក command date វិញម្ដងซึ่ง command date ហ្នឹងគឺយើងប្រើសម្រាប់តើនឹង show រកថា show ថ្ងៃខែឬមកក៏ឆ្នាំអីឥឡូវ show current date ហ្នឹងមកច្រឡំដៃនេះឥឡូវគឺថ្ងៃ Friday ខែ3ថ្ងៃ27នេះហេហ្នឹងlà show date command មួយទៀតគឺ command calendar សេចក្ដីកាត់នេះគឺ CL ហ្នឹងហើយសម្រាប់ show ទៅលើខែរបស់ calendar ហ្នឹងថាខែណាអញ្ចឹងអូវាឲ្យ install សិនខ្ញុំចាក់ install សិនចាំវា install សិនអូខេអញ្ចឹងយើងបាន install ហើយយើងចាក់តែ command ហ្នឹងម្ដងទៀតនេះលក្ខណៈថាវា show ជា calendar នៅខែហ្នឹងហ្មងឧទាហរណ៍ឥឡូវនេះគឺនៅខែ3ហ្នឹងហើយនេះមកចឹង show calendar ទាំងអស់មកហ្នឹងហើយហើយសម្រាប់ command ម្ដងទៀតគឺ command uptime វិញម្ដងចឹងសម្រាប់ command ហ្នឹងគឺ show ទៅ current uptime ហ្មងuptime ឥឡូវនេះខ្ញុំប្រើពី user ដូចជា user រួចជាមួយ user 6ហ្នឹងហើយបន្ទាប់មកគឺ W command W គឺប្រើសម្រាប់display ទៅលើថាតើ user ណា online នេះចឹងទៅអញ្ចឹងខ្ញុំ show នៅលើ user H6 ខ្ញុំវា show ថា H6 online ហ្នឹងហើយ command បន្ទាប់នេះគឺ whoML គឺថា command នេះប្រើសម្រាប់ចង់ដឹងថាតើ user យើងប្រើនៅ user ណាអញ្ចឹងខ្ញុំប្រើនៅលើ H6 នេះហើយ command បន្ទាប់គឺ finger userអូខ្ញុំត្រូវ install ទៀត install finger ហើយចាំវាសិនទៅខ្ញុំវាយសម័យមក finger user ហើយនេះតែ command finger user យើងប្រើសម្រាប់ទៅ display information របស់ user ហ្នឹងមកមាន login ឈ្មោះអី share library មានអីចឹងហើយ command បន្ទាប់នោះគឺ uname.a នេះ uname.a
nhưng khỏi thì là tôi đang show tên này là bỏ canal information bỏ canal là đi cứ chỉ information bỏ về rồiผมจะชมเอาช็อตคัทหนึ่งมาเนาะเอาช็อตคัทนี่คืออะไรนะเชิงเคลียร์จอใช่เคลียร์จอซึ่งคอมมานด์คอนโทรล C rồi mà control sẽ là mình phải đổi hai mình nhớ chính là về control D là hai mình log out trên cái user nó là log out trên user về control W với cứ là hai lục mà line cho mình có một chút vô lại trong auto không to say thì em ngồi chẳng tới nên thờ control W cái lục mà chua trên một là một command năng hay là một command control D cũng như ở the whole line nó trong cái yêu nó cái lục ở đây to say rồi cái line mà chung line mình sẽ cái command mình lục mà chung là này rồi sẽ control O với cái dương sẽ anh xem là như command được hay là cái đặt hay command nhưng là sẽ anh mình nói là phải chỉ control O tới vì là lột màu mình chẳng control O đó thì là mình start anh chẳng thấy rồi này trong một cột mới là đẹp hay thôi nhưng phải command big data anh chẳng tới hay trong tờ xe command nằm đầu tiếp một chút trên phía đó cái ô tô để nó phía đo này rồi hay là command to cứ exit cái exit này là hai nhưng log out trên phía current section này cái màu mà exit nó mình log out mà tuyệt vời một log out trên đó có mang check này này control đi nó log out trên bật ở mà rồi control đi mình sẽ là chọn nốt 4 cái mình đặt vào cái con một cái phần các tôi phần video mình bảo tồn